ជារៀងរាល់ព្រឹកប្រជាជនកម្ពុជាជាច្រើនអ្នកធ្វើដំណើរទៅកាន់មណ្ឌលសុខភាពនៅទូទាំងប្រទេសពួកគាត់ទៅពិគ្រោះជំងឺនិងទទួលការព្យាបាលពីបុគ្គលិកសុខាភិបាលប៉ុន្តែតើទិន្នន័យដែលបានមកពីការពិនិត្យនោះដូចជាការធ្វើរោគវិនិច្ឆ័យនិងលំនាំសុខាភិបាលសុខភាពត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេចអស់រយៈពេលជាច្រើនឆ្នាំទិន្នន័យទាំងនោះត្រូវបានរាយការណ៍ប៉ុន្តែកម្រត្រូវបានប្រើប្រាស់នៅកម្រិតមណ្ឌលសុខភាពណាស់ប៉ុន្តែនៅឆ្នាំ2025កម្ពុជាបានសម្រេចចិត្តចាប់ផ្ដើមការផ្លាស់ប្ដូរថ្មីមួយនៅក្នុងបរិបទពិភពលោកសម័យបច្ចុប្បន្នទិន្នន័យ Digital បានក្លាយទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់ការសម្រេចចិត្តនៅប្រទេសកម្ពុជាយើងបានឃើញនៅឱកាសសម្រាប់ការបំពេញនៅចន្លោះខ្វះខាតនៅក្នុងប្រព័ន្ធសុខាភិបាលនៅពេលដែលយើងបានស្គាល់និងសិក្សាពីថ្នាល DHIS2 ជាលើកដំបូងនាឆ្នាំ2024នៅទីក្រុងអូស្ឡូប្រទេសណូវែសបានបង្ហាញយ៉ាងច្បាស់ថាថ្នាលនេះអាចរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលជាតិថ្នាល DHIS2 បានធ្វើឲ្យការប្រមូលនិងការប្រើប្រាស់ទិន្នន័យសុខាភិបាលមានភាពងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនព្រមទាំងអាចភ្ជាប់ជាមួយប្រព័ន្ធផ្សេងទៀតបាននិងអនុញ្ញាតយកទិន្នន័យ clinic ពីកំណត់ត្រាវិទ្យាសាស្ត្រអេឡិចត្រូនិកទៅសំយោគនិងវិភាគចេញជាភស្តុតាងជាក់លាក់មួយព័ត៌មានទាំងនេះមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការសម្រេចចិត្តនៅកម្រិតគោលនយោបាយប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការសម្រេចចិត្តនៅកម្រិតមូលដ្ឋានសុខាភិបាលផងដែរដោយមានការឧបត្ថម្ភថវិកាពីអង្គការ Gavi និងកិច្ចសហការផ្នែកបច្ចេកទេសជាមួយអង្គការសុខភាពពិភពលោកអង្គការ UNICEF និងអង្គការឆៃប្រទេសកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់ថ្នាល DHIS2 ជាប្រព័ន្ធព័ត៌មានសុខាភិបាលជាតិប្រទេសកម្ពុជាបានចាប់ផ្ដើមធ្វើការវិយតម្លៃកែសម្រួលថ្នាល DHIS2 ឲ្យសមស្របនឹងបរិបទជាតិដែលដាក់ឲ្យមានការសាកល្បងប្រព័ន្ធនិងបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលទូទាំងប្រទេសនៅខែឧសភាឆ្នាំ2026ប្រទេសកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅប្រព័ន្ធព័ត៌មានសុខាភិបាលថ្មីដែលផ្អែកលើថ្នាល DHIS2 ឥឡូវនេះហ្នឹងប្រព័ន្ធ DHIS2 ហ្នឹងគេបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាយើងហ្នឹងហើយប្រព័ន្ធថ្មីនេះវាជួយសម្រួលការងាររបស់មន្ត្រីសុខាភិបាលយើងបានច្រើនណាស់ធ្វើឲ្យខ្ញុំនេះអាចងាយស្រួលនឹងតាមដានទិន្នន័យនៅក្នុងសហគមន៍ធ្វើការសម្រេចចិត្តបានត្រឹមត្រូវនឹងការពារជំងឺបានល្អប្រសើរជាងមុនបាទតែមានតែទូរស័ព្ទមួយចុចចូលប៉ាត់មើលឃើញព័ត៌មានភ្លាមហើយតួលេខច្បាស់លាស់ពិតប្រាកដទៀតហើយបើសិនជាថ្នាក់លើគាត់ត្រូវការព័ត៌មានអីតាក់ទងនឹងអង្គភាពយើងគ្រាន់តែចូលក្នុងប្រព័ន្ធវាបើកមើលបានភ្លាមការធ្វើអន្តរប្រព័ន្ធគឺមានសារៈសំខាន់ណាស់សម្រាប់ភ្ជាប់ប្រព័ន្ធមួយទៅប្រព័ន្ធមួយដើម្បីជៀសវាងការបញ្ចូលទិន្នន័យដដែលទៅលើប្រព័ន្ធពីរផ្សេងគ្នាហើយអាចកាត់បន្ថយនៅភាព error ប្រព័ន្ធថ្មី produce dashboard បានហើយ free យើងអាចដឹងអំពី trend dashboard គឺយើងប្រហែលជា graph ជា line ជា bar chart យើងអាចដឹងថាតើវឌ្ឍនភាពរបស់យើងបានកម្រិតណាតើបញ្ហាជួបប្រទះបច្ចុប្បន្ននេះជំងឺអីដែលកើតច្រើនជាងគេយើងអាចនឹងធ្វើអន្តរាគមន៍ទៅលើគាត់ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគតហ្នឹងប្រព័ន្ធព័ត៌មានសុខាភិបាលនឹងផ្សារភ្ជាប់ទៅកាន់គ្រប់ផ្នែកទាំងអស់ដើម្បីឲ្យខ្ញុំនឹងមានភាពងាយស្រួលអាចសន្សំចៃពេលវេលាហើយខ្ញុំក៏អាចមានពេលវេលាទៅថែទាំអ្នកជំងឺដទៃទៀតបានឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរយើងសង្ឃឹមថាប្រព័ន្ធនេះនឹងត្រូវបានទទួលយកនិងអនុវត្តយ៉ាងពេញលេញដោយបុគ្គលិកសុខាភិបាលគ្រប់កម្រិតដើម្បីធានាថារាល់ការសម្រេចចិត្តត្រូវបានផ្អែកលើទិន្នន័យជាក់លាក់ទាន់ពេលនិងជឿទុកចិត្តបានចាប់ពីកម្រិតអ្នកបម្រើសេវាជួរមុខរហូតដល់អ្នកបង្កើតគោលនយោបាយដូច្នេះសារៈសំខាន់នៃបរិវត្តកម្ម Digital ក្នុងវិស័យសុខាភិបាលគឺជាការប្រើប្រាស់ទិន្នន័យដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប
WHO has supported this transition from the outset. This includes system review, DHIS2 design and rollout, and laying the foundations for Cambodia's digital health transformation. When health workers and planners can see in real time where communities are being left behind and where services are falling short, that is when data stops being a number and becomes life-saving. With generous support of the government of Japan and Gavi, UNICEF is proud to have supported Cambodia's entire journey to this milestone. And we remain committed to ensuring that this system benefits decisions that bring quality health services to every child and community that need them the most. CHAI, UNICEF, and WHO are very proud to partner with the Ministry of Health on this digital journey, which is really about aligning technical support and implementation to enable effective data use across the healthcare system. This work will serve really the health facilities. It will be much easier for them to report on data, not only for immunization, but also for all programs. We are happy and proud to support the first phase, but we are also relying on other donors and partners to continue this support to the Ministry of Health. We congratulate the Royal Government of Cambodia for having initiated this and for using the digital health strategy as a pillar of the health system.